ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំនៅថ្ងៃអង្គារទី30ខែកញ្ញាបាននិយាយថាវានឹងក្លាយទៅជាការប្រមាថមួយចំពោះសហរដ្ឋអាមេរិកប្រសិនបើរូបលោកមិនជាប់ជ័យលាភីពានរង្វាន់ Nobel សន្តិភាពទេនោះលោកត្រាំបានអះអាងថារូបលោកបានជួយបញ្ចប់សង្គ្រាមជាច្រើនចាប់តាំងពីរូបលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី2មកនៅចំពោះមុខមន្ត្រីយោធាជាន់ខ្ពស់របស់អាមេរិករាប់រយនាក់លោកត្រាំបានលើកឡើងថាវានឹងក្លាយទៅជាការប្រមាថដល់ប្រទេសរបស់យើងខ្លួនខ្ញុំផ្ទាល់ខ្ញុំមិនចង់បានពានរង្វាន់ Nobel សន្តិភាពអ្វីនោះទេតែខ្ញុំចង់ឲ្យប្រទេសរបស់យើងទទួលបានពានរង្វាន់នេះគូបញ្ជាក់ផងដែរថាលោកត្រាំកន្លងមកបានអះអាងថារូបលោកបានបញ្ចប់សង្គ្រាមចំនួន7ដោយប្រើពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះចាប់តាំងពីរូបលោកត្រឡប់មកកាន់តំណែងជាប្រធានាធិបតីអាមេរិកក្នុងអាណត្តិទី2កាលពីខែមករាមកលោកក៏ធ្លាប់បានបង្ហាញការខកចិត្តនិងខឹងសម្បារផងដែរដែលអតីតប្រធានាធិបតីលោកបារ៉ាក់អូបាម៉ាមកពីគណៈបកប្រជាធិបតេយ្យទទួលពានរង្វាន់ Nobel សន្តិភាពក្នុងឆ្នាំ2009ការប្រកាសពីជ័យលាភីពានរង្វាន់ Nobel សន្តិភាពក្រុងនឹងធ្វើឡើងដោយគណៈកម្មាធិការ Nobel ក្នុងទីក្រុងអូស្ឡូប្រទេស Norway នៅថ្ងៃទី10ខែតុលានេះ។